ពីទឹកហើយក្រិនខ្លាំងបាទហ្នឹងហើយពីទឹកក្រិនខ្លាំងហើយគាត់មានជីវភាពលំបាកមែនទែនបងប្អូនហើយខ្ញុំមកទីនេះគឺមកផ្ទះគ្រូទេបាទគ្រូដែលគាត់មើលព្យាបាលអ៊ំណានៅខ្ញុំបានទៅដល់ផ្ទះគាត់ទេដោយសារផ្ទះគាត់នៅឆ្ងាយពីផ្ទះគ្រូដែលមើលគាត់ហ្នឹងគឺឆ្ងាយបាទអញ្ចឹងហើយគាត់បានមកទីនេះដើម្បីសម្រាប់ព្យាបាលគ្រូខ្មែរអញ្ចឹងខ្ញុំបានទទួលជាស្បៀងអាហារនេះគឺឲ្យគាត់នៅផ្ទះលោកគ្រូខ្មែរតែម្ដងអរគុណពុកម៉ែបងប្អូនសម្រាប់ក្នុងការដែលចូលរួមជាមួយខ្ញុំជួយទៅដល់អំប្រុសដែលគាត់មានជំងឺហើយក្នុងនោះក៏យើងបានទិញជាស្បៀងអាហារមួយឈុតនេះសម្រាប់ជូនដល់អ៊ំផងដែរជំរាបសួរអ៊ំជំរាបសួរឈឺប្រហែលឆ្នាំហើយអ៊ំគឺមកខែកន្លះឈឺមួយខែកន្លះធ្ងន់ហ្មងបាទហើយលំបាកមែនតើបងប្អូនដៃជើងហើយអរគុណមែនតើក្នុងនោះក៏សូមអរគុណបងប្អូនដែលចូលរួមថវិកាទុកនឹងខ្ញុំសម្រាប់ចាត់ចែងឲ្យខ្ញុំជួយដល់អ្នកគាត់ខាតបាទអញ្ចឹងពីក្រៃច្រើនដែរយើងតែងតែចូលរួមជួយពុកម៉ែបងប្អូនក្នុងការដែលគាត់ទុកគាត់លំបាកអញ្ចឹងដល់ទីមួយសូមអរគុណទៅដល់បងស្រីបាទគឹមជីងអរគុណដល់ Facebook បាទអូនសុវណ្ណរាជនិងអូនបញ្ញាបុត្រហើយអរគុណដល់បងម៉ាលីនអរគុណបងស្រីអូនសុកអរគុណបងបាទវិជាវណ្ដាអរគុណបងបាទលីកលីបាទវិនីអរគុណដល់អ្នកនាងបាទសុភាវិមលបាទហើយអរគុណទៅដល់អ្នកនាងបាទឈឹងហួរហើយអរគុណទៅដល់បងបាទវណ្ណានីសាអរគុណដល់អ្នកនាងបាទឃីលីសូមហើយក៏ដូចជាអរគុណទៅដល់បងបាទវិនជូឡៃអរគុណដល់បងបាទធៀបខេវបាទខេវវាយបាទខេវវាយអរគុណដល់អ្នកនាងបាទសុភីលោកគ្រឿងសមុទ្រអរគុណដល់បងចិន្តាផាតអរគុណបងបាទថេងបាទវាសនាអរគុណអ្នកនាងបាទធីរីអ៊ីតអរគុណដល់បងបាទយ៉ាន់កកដាបាទគាត់បានចូលរួមពីក្តីច្រើនដែរបាទ1ដុល្លារ2ដុល្លារយើងរួមគ្នាក្នុងការចូលរួមជួយផងដែរបាទអញ្ចឹងថវិកាបងប្អូនគឺយើងបានបែងចែកក្នុងការទិញជាស្បៀងអាហារហើយយើងនឹងមានការជួយជំនួយពុកម៉ែបងប្អូនបន្តទៀតបាទហើយសូមជម្រាបថាថវិកានេះគឺយើងសម្រាប់ជួយក្នុងការដែលលោកតាមួយនៅកំពង់ចាមតែលោកតាគាត់ស្លាប់ហើយយើងវេថវិកានេះក្នុងការជួយដល់អង្គផងដែរអរមានជូនពរពុកម៉ែបងប្អូននេះបន្តិចមកជូនពរពុកម៉ែបងប្អូនដែលបានជួយអរគុណពរអរគុណតែអរណាស់ហើយបាទអរគុណច្រើនមែនតើអញ្ចឹងខ្ញុំមកឲ្យអំស្រីអរព្រោះបាទសំទោសជូនពរពុកម៉ែបងប្អូនឲ្យរកទទួលទាញបានផ្នែកបានសម្រាប់ដូចស្អីប្រធានជីវិតរបស់អង្គជំនួយទៅឲ្យសាធារណៈខុសឆ្គងក្នុងការអាននៃឈ្មោះរបស់បងប្អូនត្រង់ចំណុចណាសូមអធិស្ឋានបាទហើយតាមពេលខ្ញុំចត្រារួមជាមួយ